ខ្ញុំបានប្រើរូបមន្តបង្គីពិសេសរបស់ខ្ញុំជួយសង្គ្រោះហាងអាហារពេលយប់របស់ម្ចាស់ខ្ញុំរហូតជាប់លេខ1ក្នុងក្រុងទៀតផងក្នុងត្រីមាសដំបងគាត់រកចំណេញបានដល់ទៅ8សែនបែរជាឲ្យប្រាក់រង្វាន់ខ្ញុំត្រឹម800យ៉នខ្ញុំក៏សម្រេចចិត្តបើកហាងបង្គីផ្ទាល់ខ្លួននៅទល់មុខគាត់ខ្ញុំនឹងឲ្យគាត់ដឹងថាប៉ះជាមួយខ្ញុំវាមានផលវិបាកយ៉ាងណាម្ចាស់ហាងឲ្យបង្គីរបស់អ្នកពិតជាឆ្ងាញ់មែនហើយឆ្ងាញ់ជាប់ចិត្តហើយបង្គីធំស្អាតទៀតលើកក្រោយពួកយើងនឹងមកទៀតបាទអរគុណច្រើនអញ្ជើញមកទៀតណាយ៉ាងម៉េចហើយមិត្តចាស់សងបំណុលអស់ហើយមែនទេត្រីមាសនេះយើងរកចំណេញបានដល់ទៅ8សែនយ៉ននេះប្រាក់រង្វាន់800យ៉នយកទៅរាប់មើលទៅចាំងយ៉ាងអ្នកមានន័យថាម៉េច3ខែមុនអ្នកមកអង្វរខ្ញុំឲ្យជួយខ្ញុំសុខចិត្តបិទហាងខ្លួនឯងដើម្បីមកជួយអ្នកសងបំណុលឲ្យអ្នកអាចងើបមុខរួចម្ដងទៀតយើងបានព្រមព្រៀងគ្នាថានឹងចែកចំណេញឥឡូវអ្នកចង់យកលុយ800យ៉នមកដេញខ្ញុំចេញមែនទេចែកម្នាក់ពាក់កណ្ដាលអីទីតាំងនិងបុគ្គលិកសុទ្ធតែជារបស់ខ្ញុំហេតុអ្វីត្រូវចែកជាមួយអ្នកកុំភ្លេចថារូបមន្តបង្គីនេះជារបស់ខ្ញុំបើគ្មានវាហាងអ្នកប្រហែលជាខ្សែធនយូរហើយអូយកុំនិយាយអីធ្វើបង្គីមានអីពិបាកសៀវឆាវរៀនចេះអស់ហើយកុំប្រកាន់អីបងលីម្ចាស់ហាងចាំងបានបញ្ជាមកថាត្រូវតែយកសៀវភៅរូបមន្តបង្គីរបស់បងឲ្យបានខ្ញុំក៏គ្មានជំរឿដែរធ្វើជាអាចកំបាំងអីបើចង់ធ្វើបន្តក៏យកប្រាក់ខែធម្មតាបើមិនអញ្ចឹងទេយកលុយនេះឲ្យទៅឲ្យឆ្ងាយយើងជាមិត្តចាស់នឹងគ្នាកុំធ្វើរឿងឲ្យវាធំពេកខ្ញុំទៅឲ្យលុយនេះខ្ញុំមិនយកទេអ្នកទុកលុយនេះទៅព្យាបាលខួរក្បាលទៅគេស្មានថាគេលួចរូបមន្តខ្ញុំបានហើយអាចក្បត់ខ្ញុំបានមែនចង់ដេញខ្ញុំចេញពីហាងតែគេមិនដឹងទេការធ្វើបង្គីត្រូវតែមានគ្រឿងផ្សំសម្ងាត់របស់ខ្ញុំទើបវាមានរសជាតិឆ្ងាញ់ពិសេសរឿងនេះខ្ញុំមិនដែលប្រាប់អ្នកណាឡើយអូយលីអើយមិនក៏ហ៊ានមកបើកលក់បង្គីនៅទល់មុខខាងគេអញ្ចឹងបង្គីគេល្បីលេខ1ណាប្រយ័ត្នខាត់លុយអស់ណាមិនខាត់ទេអ្នកមីងថ្លៃឈ្នួលផ្ទះគេបង់តាមត្រីមាសបើលក់មិនដាច់កុំមកសុំដកលុយវិញឲ្យសោះអ្នកដែលលក់មិនដាច់គឺគេទេមិនមែនខ្ញុំទេចាប់ផ្ដើមប្រកួតគ្នាហើយមិនត្រឡប់ទៅធ្វើការវិញមែនទេអ្នកមីងចាងកន្លែងនោះគេលែងត្រូវការខ្ញុំហើយរឿងនេះចាងយ៉ាងធ្វើមិនសមរម្យសោះពីមុនហាងគេចិត្តខ្សែធនទៅហើយសូម្បីតែប្រាក់ខែបុគ្គលិកក៏គ្មានឲ្យបើមិនមែនព្រោះអ្នកមកធ្វើបង្គីស្រវឹងនោះទេមិននឹងអាចងើបមុខរួចទៅទុកវាចុះអ្នកមីងរឿងវាចប់ហើយខ្ញុំគ្រាន់តែមិនយុត្តិធម៌ជំនួសអ្នកឥឡូវរូបមន្តបង្គីអ្នកក៏គេលួចបាត់កុំរករឿងដាក់ខ្លួនអីអ្នកមីងចាងខ្ញុំសុំនិយាយមួយម៉ាត់មិនដល់1ខែផងគេនឹងត្រូវត្រឡប់ទៅសភាពដើមវិញសម័យនេះចិត្តធំមែនហើយបងប្រុសហ៊ានមែនណាហ៊ានមកបើកហាងបង្គីនៅទល់មុខខាងគេប្រហែលគេមានស្នាដៃល្អបើបើកហាងហើយពួកយើងនឹងមកភ្លុកសូមអញ្ជើញខ្ញុំមានកម្មវិធីពិសេសថ្ងៃបើកហាងត្រូវតែប្រញាប់ទៅយកបង្គីថាវិការដែលចាំងយ៉ាងឲ្យទិញបានតែបង្គីគុណភាពអន់បំផុតបង្គីភុកដើម្បីឲ្យភ្ញៀវបានញ៉ាំបង្គីដែលមានគុណភាពខ្ញុំចំណាយពេល2អាទិត្យទើបរកឃើញកសិដ្ឋានបង្គីស្រែនេះពេលនោះខ្ញុំថែមលុយថ្លៃដឹកជញ្ជូននិងថ្លៃទំនាក់ទំនងកសិករមិនដែលនិយាយប្រាប់អ្នកណាទេតែចុងក្រោយបែរជាត្រូវគេក្បត់បងលីទីបំផុតមកដល់ហើយយឺតប្រហែលថ្ងៃហើយនេះមានការបន្តិចបន្តួចរៀបបង្គីរួចរាល់ហើយមើលចុះសុទ្ធតែបង្គីធំគុណភាពល្អណាស់មែនហើយភូមិយើងទើបតែចុះកិច្ចសន្យាឡានដឹកទំនិញថ្ងៃក្រោយខ្ញុំដឹកទំនិញទៅជូនដល់ក្នុងនាមជាអតិថិជនគេលក់ថ្លៃប៉ុណ្ណាក៏ដោយខ្ញុំបញ្ចុះតម្លៃមកជូនអ្នកអរគុណលោកចិនពិតជាជួយខ្ញុំបានច្រើនណាស់មិនបានបង្គីនេះគុណភាពអន់ជាងមុនឆ្ងាយម្ល៉េះលោកចាងតើលោកលួចធ្វើអ្វីមិនប្រក្រតីមែនទេសូមស្បោះដោយកិត្តិយសបង្គីនេះខ្ញុំខ្មិតថ្លៃបានមកទៀតផងមិនដឹងថាលីមីងឆឹងនោះរកទិញបង្គីទាំងនោះមកពីណាពូល្ងងទាំងនោះក៏មិនដឹងដែរមីងឆឹងយីថាអញបើកហាងលក់បង្គីឆាទល់មុខខាងខ្ញុំមែនទេនេះមិនមែនជាការស្វែងរកទុកដាក់ខ្លួនទេចុងសប្តាហ៍នេះខ្ញុំបើកសម្ពោធហើយលោកចាងទំនេរមកលេងផងណាហ่ะកុំយកលុយតិចតួចទៅខ្ជះខ្ជាយអីត្រឡប់ទៅបើកតូបតូចនៅស្រុកកុំដល់ពេលខាត់បងរកកន្លែងយំមិនឃើញហាកាលនោះខ្ញុំមានចិត្តអាណិតក៏បិទហាងនៅទីរួមស្រុកមកជួយគាត់មិត្តចាស់ឯងមានជំនាញនេះត្រូវតែជួយខ្ញុំហើយមានរឿងអ្វីកើតឡើងនិយាយយឺតមកកាលនោះគាត់ថាតុបលក់អាហារពេលយប់របស់គាត់បើកបានកន្លះឆ្នាំក៏ទៅមិនរួចចិត្តសៃធន
ក៏ហៅខ្ញុំទៅជួយដោយយកជំនាញមកចូលហ៊ុនចែកប្រាក់ចំណេញស្មើខ្ញុំព្រោះតែមិត្តភាពក៏បិទហាងខ្លួនឯងគិតថាជួយគាត់ឲ្យមានស្ថិរភាពសិនសឹមគិតបន្តដើមឡើយគិតថាឈ្នះទាំងពីរតែមិននឹកស្មានថាគាត់ជាមនុស្សអកតញ្ញូថែមទាំងលួចរូបមន្តខ្ញុំទៀតតែលោកចាងឲ្យលោកចាងលោកអួតបានមិនយូរទៀតទេយករបស់នេះទៅត្រាំខ្ទឹមទៅយ៉ាងណាក៏អតិថិជនមើលមិនដឹងដែរតាមរយៈការធ្វើការរបស់លោកចាងចំពោះបង្គាទាំងនេះគាត់ប្រកាសជា5សៅលៀងបង្គារបស់នោះមើលទៅស្អាតតែតាមពិតគឺមិនមានសវត្ថិបើគ្មានខ្ញុំតាមមើលមិនយូរមិនឆាប់នឹងមានរឿងលោកចាងការលាងបន្លែពីមុនវាស្មុគស្មាញពេកពួកយើងសម្រួលវាបន្តិចទៅលាងស្អាតដូចគ្នាតើបានទេអុយលីមីងឆឹងដឹងអីបន្តិចសោះពួកអ្នកចាត់ចែងគ្នាទៅចុះខ្ញុំពិតជាគ្មានពេលទៅខ្វល់រឿងច្រើនបែបនេះទេអ្វីដែលខ្ញុំអាចធ្វើបានគឺលាងបង្គាឲ្យស្អាតប្រើគ្រឿងផ្សំដែលស្រស់បំផុតដើម្បីឲ្យភ្ញៀវញ៉ាំហើយដឹងថាខ្ញុំយកចិត្តទុកដាក់ប៉ុណ្ណាអាឡូមីងឆឹងធ្វើថាអ្នកនៅទីក្រុងដែរមែនទេថ្ងៃសុក្រនេះទៅជួបជុំគ្នាបន្តិចតែមិត្តរួមថ្នាក់ស្រីទូរស័ព្ទមកបួជួបជុំរៀងរាល់2 ទៅ 3 ឆ្នាំពួកយើងតែងតែជួបជុំគ្នាម្ដងខ្ញុំក៏មិនបានបដិសេធដែរពេលទៅដល់កន្លែងជួបជុំខ្ញុំទើបឃើញថាចាងយ៉ាងអង្គុយនៅកន្លែងកិត្តិយសមិត្តរួមថ្នាក់ជុំវិញនាំគ្នាសរសើរចាងយ៉ាងមិនដាច់ពីមាត់ឮថាហាងលក់អាហារពេលយប់របស់អ្នករកចំណូលបានរាប់សែនយន់ក្នុងមួយខែក្នុងចំណោមពួកយើងអ្នកជោគជ័យជាងគេហើយកុំភ្លេចជួយនាំពួកយើងរកស៊ីផងណាហាហាក្រោយពេលខ្ញុំអង្គុយចុះគ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេគ្រប់គ្នាកំពុងចង់អារម្មណ៍ស្ដាប់រឿងរ៉ាវតើគួរឲ្យរំជួលចិត្តនៃការតស៊ូរបស់ចាងយ៉ាងគឺខ្ញុំទេដែលជួយរៀបចំរបៀបរៀបរយក្នុងហាងនិងគុណភាពអាហារថែមទាំងយកបង្គាឆាពិសេសរបស់ខ្ញុំទៅធ្វើជាមុខម្ហូបប្រចាំហាងរបស់គេតែគេបែរជាគិតថាវាជាស្នាដៃខ្លួនឯងទាំងអស់លីមីងឆឹងមិនក៏អ្នកមកទីនេះដែរអូមីងឆឹងអ្នកមកហើយហេមិនមែនអ្នកធ្វើការជាមួយចាងយ៉ាងទេហេយ៉ាងមិនដែរមីងឆឹងធ្វើដៃធ្វើម្ហូបអ្នកល្អម្លេះច្បាស់ជាបានលុយច្រើនហើយមែនទេគ្រប់គ្នាសម្លឹងមកខ្ញុំរងចាំចម្លើយពីខ្ញុំដែលជាអ្នកដឹងរឿងផ្ទាល់តាមពិតទៅខ្ញុំក៏មិនដឹងច្បាស់ដែរគ្រាន់តែវាហត់បន្តិចមូលហេតុដែលខ្ញុំមិនទាន់និយាយរឿងនេះគឺមិនចង់បែកបាក់គ្នាធ្វើឲ្យកម្មវិធីជួបជុំនេះមានភាពអាម៉ាស់យ៉ាងណាក៏គេមិនអាចអួតបានយូរដែរចាងយ៉ាងតាមពិតទៅខ្ញុំពិតជាអរគុណអ្នកណាស់អរគុណរឿងអីគេធ្វើការឲ្យអ្នកបានលុយគួរតែគេអរគុណអ្នកវិញតើខ្ញុំអរគុណដែលថ្ងៃនេះអ្នកចេះដឹងខុសត្រូវជាងមុនល្អណាស់ពួកអ្នកមានរឿងអីនឹងគ្នាឆ្លោះគ្នាចាងយ៉ាងធ្វើជាមនុស្សចិត្តទូលាយគេថាដោយសារតែរបៀបគ្រប់គ្រងខុសគ្នាទើបគេកាត់ស្តុកចោល 50% គេថែមទាំងមើលងាយខ្ញុំទៀតខ្ញុំខ្ជិលនឹងដមត់ជាមួយគេណាស់មិននឹកស្មានថាមានមនុស្សមកក្រាស់ដល់ថ្នាក់នេះថ្ងៃនេះមិត្តរួមថ្នាក់នៅជុំគ្នាទាំងអស់ខ្ញុំម្នាក់ឯងជោគជ័យបានប្រយោជន៍អ្វីនាំគ្នាជោគជ័យទាំងអស់គ្នាទើបជារឿងសំខាន់ខ្ញុំសម្រេចចិត្តចែកភាគហ៊ុនពាក់កណ្ដាលឲ្យអ្នកទាំងអស់គ្នាខ្ញុំចូលហ៊ុនដែរខ្ញុំនឹងយកលុយប្តីខ្ញុំមកដាក់ទាំងអស់មិត្តចាស់កុំភ្លេចខ្ញុំឲ្យសោះណាមកអ្នកទាំងអស់គ្នាផ្ទេរលុយមកខ្ញុំនឹងកត់ត្រាទុកផ្ទេររួចហើយល្អណាស់អ្នកបន្ទាប់ទៀតមកខ្ញុំឃើញតបភ្នែកថាមិត្តរួមថ្នាក់ភាគច្រើនសុខចិត្តយកលុយសន្សំទាំងអស់មកដាក់វិនិយោគក្នុងហាងរបស់ចាងយ៉ាងមីងឆឹងអ្នកជាមនុស្សត្រង់ប្រាប់ការពិតមកតើតាមគេធ្វើការចំណេញដែរឬទេកុំដាក់លុយឲ្យសោះលីមីងឆឹងកុំមកនិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំនៅមុខមិត្តរួមថ្នាក់លុយដែលខ្ញុំរកបានខ្ញុំអាចបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញឥឡូវនេះលោកចាងអ្នកពូកែបំផុតខ្ញុំមិនស្ដាប់សម្ដីអ្នកដទៃទេបើខ្ញុំជឿគឺជឿតែអ្នកម្នាក់គត់មិត្តចាស់ខ្ញុំដឹងថាខ្ញុំជួយអ្វីមិនបានទៀតទេមានតែដើរចេញពាក្យល្អមិនអាចខត់មនុស្សដែលចង់ស្លាប់បានទេអារម្មណ៍គឺបែបនឹងឯងចាំសិនមីងឆឹងស៊ីវ៉ៃអ្វីដែលអ្នកនិយាយជាមួយជីវមិនជារឿងពិតមែនទេអ្នកបោះបង់ហាងនៅស្រុកកំណើតហើយតាមចាងយ៉ាងធ្វើការតែមិនបានលុយមែនទេរឿងវាយូរណាស់ខ្ញុំរៀបរាប់ពីរបៀបដែលចាងយ៉ាងមកអង្វរខ្ញុំនិងរបៀបដែលគេលួចរូបមន្តរបស់ខ្ញុំ
ព្រមទាំងរឿងដែលគេដេញខ្ញុំចេញនិយាយតាមត្រង់ទាំងអស់ទឹកមុខរបស់ស៊ីវ័យពីភ្ញាក់ផ្អើលខ្លាចជាមិនគួរឲ្យជឿហើយក៏ទ្រាំមិនបានរហូតដល់ដង្ហើមធំខ្ញុំដឹងតាំងពីដើមមកថាចាំងយ៉ាងមិនមែនជាមនុស្សល្អទេមិននឹកស្មានថាអ្នកធ្វើការឲ្យគេ3ខែទាំងហត់នឿយប្រើជំនាញអ្នកដើម្បីជួយសងបំណុលគេថែមទាំងចង់បានលុយ800យ៉ននោះទៀតគេគ្រាន់តែចង់មើលងាយអ្នកប៉ុណ្ណោះមិនអីទេអ្វីកន្លងផុតទៅហើយយ៉ាងណាក៏គាត់នៅបានមិនយូរដែរគាត់លួចរូបមន្តរបស់អ្នកថែមទាំងបើកភ្លើងខ្លាំងទៀតតើអ្នកមានវិធីដោះស្រាយទេថ្ងៃនោះក៏មកដល់ថ្ងៃចុងសប្តាហ៍ខ្ញុំរងចាំថ្ងៃបើកហាងបង្គាឆាថ្ងៃនេះយូរហើយបន្ទាប់ពីខ្ញុំបន្ថែមរូបមន្តសម្ងាត់ចូលទៅខ្ញុំក៏វេចខ្ចប់ទុកជាមុនថែមទាំងរៀបចំឲ្យមានការភ្លក់សាកល្បងទៀតចាងយ៉ាងបាននាំមិត្តភ័ក្តិមកចំមុខហាងខ្ញុំដើម្បីចំអប់មីងឆឹងខ្ញុំមិនមែនចង់ចំអប់អ្នកទេហាងតូចមួយរបស់អ្នកនេះបែរជាមកបើកចំមុខហាងល្បីតែជាហាងបង្គាឆាលេខ1អ្នកមិនមានអារម្មណ៍ខ្មាស់គេទេហា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 ចាំងយ៉ាងអ្នកគួរតែទៅបើកក្នុងច្រកល្ហុកវិញទៅល្អមិនបាច់ចំណាយថ្លៃជួលហាងទៀតការមានហាងផ្ទាល់ខ្លួនទើបអាចធានាគុណភាពនិងទំនុកចិត្តបានចំណុចនេះកាត់បន្ថយមិនបានទេខ្ញុំដឹងថាចាំងយ៉ាងខ្លាចសមត្ថភាពខ្ញុំបើមិនអញ្ចឹងទេគេមិនមកបង្កចំនួនបែបនេះទេសួរតែទទួលយកដើម្បីឲ្យគេបាត់បង់ការប្រុងប្រយ័ត្នម្យ៉ាងទៀតជាលើកទី1ដែលខ្ញុំរកស៊ីក្នុងទីក្រុងធំបើលោកចាំងអាចជួយណែនាំខ្លះគឺពិតជាល្អណាស់ចាំងយ៉ាងគ្រាន់តែចង់មកភ្លក់បង្គាឆារបស់ខ្ញុំថាវាឆ្ងាញ់ជាងរបស់គេអត់គេខ្លាចខ្ញុំលាក់ទុកអ្វីមួយរសជាតិក៏ធម្មតាទេអ្នកកុំប្រាប់ថាចង់យករបស់នេះមកដណ្ដើមមុខរបស់ខ្ញុំឲ្យសោះអ្នកឈួតហើយលោកចាងអ្នកភ្លក់ដឹងភាពខុសគ្នាទេវាគឺជារសជាតិរូបមន្តរបស់អ្នកនឹងក្រៅពីបង្គាធំជាងបន្តិចគ្មានអ្វីខុសគ្នាទេលីមីងឆឹងអ្នកចាប់ហើយអុយមីងឆឹងគេចង់សាកល្បងអ្វីថ្មីពួកយើងត្រឡប់ទៅវិញទៅកុំរំខានគេរកស៊ីអីគេភ្លក់មិនដឹងមែនបង្គារបស់ខ្ញុំមិនថាទំហំសាច់គឺឆ្ងាញ់ជាងបង្គារបស់គេ10 ដងហើយខ្ញុំពិតជាមានរូបមន្តសម្ងាត់ចាំងយ៉ាងក្រោយយប់នេះទៅឈ្មោះហាងបង្គាឆាដ៏ល្បីខ្ញុំនឹងដណ្ដើមយកមកវិញដូចអ្វីដែលខ្ញុំបានគិតទុកមែនអាហារពេលយប់ចាប់ផ្ដើមតម្រង់ជួរតាំងពីម៉ោង9តែដោយសារមិនបានរៀបចំអ្នកចាំជួយសម្រួលម៉ោង10កន្លះក៏មានអ្នកទ្រាំមិនបានមកតម្រង់ជួរនៅហាងខ្ញុំវិញលោកម្ចាស់ហាងបង្គាប្រឡាក់គ្រឿងនេះលក់យ៉ាងម៉េចដែរ100យ៉នបាន5គីឡូតែថ្ងៃនេះបើកហាងថែម1យ៉នទៀតខ្ញុំឲ្យ6បង្គានេះមើលទៅធំជាងហាងនោះទៅទៀតអញ្ចឹងយក6គីឡូមកថ្ងៃបើកហាងដំបូងខ្ញុំត្រូវតែធ្វើកម្មវិធី promotion តែមិនអាចបញ្ចុះតម្លៃចំពេកទេខ្លាចគេគិតថាថោកហើយគុណភាពមិនល្អការថែម1យ៉នដើម្បីទាក់ទាញអតិថិជនគឺជាយុទ្ធសាស្ត្ររបស់ខ្ញុំថ្ងៃនេះមិត្តរួមថ្នាក់ឲ្យខ្ញុំមិនចង់សាយចំអប់អ្នកទេតែអ្នកពិតជាកំប្លែងខ្លាំងណាស់មើលទៅចុះមានតែរងចាំខ្ញុំចែកភ្ញៀវឲ្យខ្លះទើបអាចមានលុយបង់ថ្លៃភ្លើងហាបងឆឹងពិតជាខ្លាំងមែនថ្ងៃនេះលក់ដាច់ខ្លាំងណាស់ពិតជាមានការប្រៀបធៀបទើបដឹងថាអ្នកណាល្អជាងមែនហើយមីងឆឹងអ្នកត្រឡប់ទៅស្រុកវិញទៅកន្លែងនោះស័ក្តិសមនឹងមិត្តរួមថ្នាក់ដូចអ្នកជាងព្រោះតែបានចូលហ៊ុនក៏គ្រប់គ្រងចាំងយ៉ាងងឹតងងល់មិនដឹងទេថាទៀតតែប៉ុន្មានម៉ោងទៀតស្លាកយីហោហាងត្រូវគេវាយកំទេចចោលមិនខានវ៉ាអ្នកល្បីខាងញ៉ាំមកដល់ហាងហើយអ្នកតាមដានគាត់មានដល់ទៅជាង30មើលទៅហាងនេះនឹងល្បីខ្លាំងទៀតហើយសួស្ដីអ្នកទាំងអស់នេះគឺជាហាងបង្គាដែលជាប់ចំណាត់ថ្នាក់លេខ1ក្នុងក្រុងថ្ងៃនេះយើងមកសាកល្បងផ្ទាល់តែម្ដងមកភ្លក់រសជាតិបង្គារបស់គេទាំងអស់គ្នាលីមីងឆឹងមើលភ្ញៀវហាងខ្ញុំចុះអ្នកយកអ្វីមកប្រៀបធៀបនឹងអ្នកនាងម៉ាន់អញ្ជើញខាងនេះធានាថាអ្នកនាងនឹងពេញចាំងយ៉ាងគិតថាខ្លួនឯងកាន់កាប់ទីផ្សារបានហើយមិនដឹងទេថាទឹកអាចលើកទូកក៏អាចលិចទូកបានដែរជាមួយគុណភាពបែបនេះនៅហ៊ានអញ្ជើញអ្នកល្បីមកពីនៅខាងទៀតពិតជាចង់ស្លាប់លឿនមែនអ្នកនាងម៉ាន់ក្នុងនាមខ្ញុំអញ្ជើញអ្នកនាងមកបង្គាទាំងអស់ដែលអ្នកនាងញ៉ាំថ្ងៃនេះខ្ញុំមិនយកលុយទេកុំអីខ្ញុំមិនចង់បានរបស់ឥតគិតថ្លៃទេបើបង្គាហាងអ្នកឆ្ងាញ់មែនចាំបង្គាមកដល់ខ្ញុំនឹងវិតម្លៃតាមការពិតមិនដែរមានបញ្ហាអីមែនទេលោកម្ចាស់ហាងមិនជឿជាក់លើម្ហូបខ្លួនឯងមែនទេគ្មានបញ្ហាទេចង់និយាយអីនិយាយមកម៉ៃគេល្បីថាជាមនុស្សនិយាយត្រង់មិនដឹងថាគេវិតម្លៃបង្គានៅទីនេះយ៉ាងម៉េចទេខ្ញុំមានអារម្មណ៍ថាបង្គាឆ្នាំនេះប្លែកមិនទេមិនដឹងថាគេអាចភ្លក់ដឹងឬអត់អ្នកទាំងអស់គ្នាហាងនេះជាហាងដែលខ្ញុំទើបរកឃើញថ្មីនេះខែមុនញ៉ាំ10ដងជាប់គ្នាអត់ចេះចិនទេបង្គាធំណែនល្អហើយលាងសម្អាតស្អាតទៀតចាំមើលបន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងរងចាំមើលណាពីគេថាជាបង្គាប្រឡាក់គ្រឿងពិសេសរសជាតិមិនធម្មតាទេខ្ញុំធ្លាប់ញ៉ាំម្ដងហើយពិតជាទន្ទឹងរង់ចាំណាស់អតិថិជនដែលចង់ទិញបង្គាឃើញហាងទល់មុខមានមនុស្សច្រើនកុះកក៏នាំគ្នាទៅហាងលៀងស៊ីទាំងអស់ក្រៅពីភ្ញៀវម្នាក់ដំបងនោះបង្គាដែលខ្ញុំធ្វើគ្មានអ្នកណាទិញទៀតសោះ
អូបង្គានេះធំមែនមើលទៅស្អាតទៀតបាត់អាចភ្លក់មួយបានណាមិនបាច់ភ្លក់ទេខ្ចប់មួយប្រអប់មកខ្ញុំទិញឲ្យចៅខ្ញុំញ៉ាំយកអាណាដែលស្អាតនិងស្រស់ណាខ្ញុំជឿជាក់ថាអតិថិជនអាចដឹងពីគុណភាពបង្គាបានពេលទទួលបានការទទួលស្គាល់បែបនេះអ្វីដែលខ្ញុំខំប្រឹងគឺមានតម្លៃទាំងអស់ឆ្ងាញ់ហើយមកទៀតណាអូមីងឆឹងមិនទាន់បិទហាងទេហីអូយខ្ញុំមិនមែនមានន័យបែបនោះទេលើថាហាងចាងយ៉ាងមានអ្នកល្បីក្នុងបណ្ដាញសង្គមមកពួកយើងទៅមើលទាំងអស់គ្នាទៅលក់បង្គាគឺសំខាន់លើរសជាតិនិងគុណភាពបើធ្វើមិនឆ្ងាញ់ទោះអ្នកណាធំមកពីណាក៏គ្មានប្រយោជន៍ដែរមីងឆឹងកុំច្រណែនគេអីច្បាស់ណាស់ថាអ្នកដែលអត់គុណធម៌គឺអ្នកដែលក្បត់ចាងយ៉ាងមកបើកហាងខ្លួនឯងចុះហេតុអីបានជាអ្នកនៅតែដាក់បណ្ដាសាគេទៀតខ្ញុំឃើញមិត្តរួមថ្នាក់ទាំងនេះជឿជាក់លើចាងយ៉ាងងឹកក៏ចង់ទៅឃើញផ្ទាល់ភ្នែកតែម្ដងយ៉ាងណាក៏ថ្ងៃដំបូងគ្មានភ្ញៀវដែរមើលឲ្យដឹងរឿងក៏ល្អអញ្ចឹងពួកយើងទៅមើលទាំងអស់គ្នាថាគេល្បីដល់កម្រិតណាទើបតែចូលដល់ភ្លាមឃើញមនុស្សកកុញអ្នកល្បីនោះអង្គុយចំកណ្ដាលទើបខ្ញុំដឹងថាតាមពិតគេជាភ្ញៀវប្រចាំហាងនេះសោះចាស់គំរើលណាស់គាត់ប្រកាសជាភ្លក់ដឹងភាពខុសគ្នារវាងសៀវឆាវនិងបង្គារបស់ខ្ញុំរឿងនេះគួរឲ្យចាប់អារម្មណ៍ទេច្បាស់ជាហើយនោះមិនមែនមេចុងភៅលីទេមិនដែលឃើញទស្សនវិជ្ជាបែបនេះទេមែនទេហាងខ្ញុំស្អែកនេះនឹងល្បីពេញប្រទេសហើយតតែឆ្ងាញ់បានល្បីអាហារនេះមិនឆ្ងាញ់ហើយថែមទាំងល្បីថាអន់ទៀតមើលចុះអ្នកល្បីក្នុងបណ្ដាញសង្គមមកញ៉ាំបង្គាយើងហើយខានមកញ៉ាំយូរហើយឃ្លានខ្លាំងណាស់អ្នកគ្រប់គ្រងញ៉ាំមុនចុះអូហេតុអ្វីបង្គានេះតូចជាងមុនច្រើនម្ល៉េះពីមុនធំដល់ពាក់កណ្ដាលបាតដៃណោះខ្ញុំក៏ថាដែរតូចជាងបង្គាពីមុនឆ្ងាយណាស់មែនហើយខ្ញុំក៏មានអារម្មណ៍ប្លែកដែរលោកម្ចាស់ហាងចាអ្នកឃើញគេមកច្រើនក៏ឆ្លៀតឱកាសកាត់បន្ថយគុណភាពមែនទេខ្ញុំកញ្ញាម៉ៃម៉ៃកុំយកច្រឡំអីដោយសារបដូររដូវទៅបង្គាវាខុសគ្នាបន្តិចបន្តួចតែរសជាតិនៅតែដែរទេរសជាតិតែមែនទេហាងនេះល្បីបំផុតគឺត្រង់រសជាតិនេះឯងបង្គាឆាគ្រឿងរបស់គេញ៉ាំទៅគឺឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបានឡើយហេតុអ្វីរសជាតិវាខុសពីមុនបន្តិចចឹងកញ្ញាម៉ៃម៉ៃបង្គារបស់យើងបានកែសម្រួលរូបមន្តថ្មីវាល្អចំពោះសុខភាពជាងមុនមែនហើយកញ្ញាម៉ៃម៉ៃអ្នកជាអ្នកញ៉ាំអាហារច្រើនមិនមែនឬអ្នកសាកញ៉ាំបន្ថែមទៀតទៅនឹងដឹងពីភាពឆ្ងាញ់របស់វាហើយមែនហើយយើងចូលចិត្តមើលអ្នកឡាយញ៉ាំណាស់ប្រញាប់ញ៉ាំបង្គាអាំងទៅទ្រាំមិនបានទេញ៉ាំទៅបានហើយខ្ញុំនឹងសាកញ៉ាំបន្ថែមទៀតមើលថាតើខ្ញុំខានមកយូរពេកទៅភ្លេចរសជាតិយ៉ាងណាអ្នកមើល1 លានអ្នកហើយយើងនឹងល្បីខ្លាំងហើយពិតជាអស្ចារ្យមែនញ៉ាំអស់គ្មានសល់មែនហើយមើលហើយឃ្លានតាមមែនហើយចាំងយ៉ាងទាំងអស់នេះដោយសារតែអ្នកយើងនឹងក្លាយជាអ្នកមានហើយកញ្ញាម៉ៃម៉ៃខ្ញុំសូមណែនាំកុំញ៉ាំវាបន្តទៀតអីនេះជាកញ្ញាម៉ៃម៉ៃកុំទៅខ្វល់ពីគាត់អីគាត់គឺជាម្ចាស់ហាងបង្គាដែលនៅទល់មុខនេះទេគាត់ច្រណែននឹងហាងយើងលក់ដាច់ទើបមកបង្កបញ្ហាអ្នកឈួតហើយមែនទេហ៊ាននិយាយពាក្យមិនពិតនៅចំពោះមុខអ្នកល្បីបែបនេះកញ្ញាម៉ៃម៉ៃខ្ញុំជាម្ចាស់ហាងបង្គាដែលនៅទល់មុខនេះហើយក៏ធ្លាប់ជាដៃគូផ្នែកបច្ចេកទេសនៃហាងនេះដែរលីមីងឆឹងកុំនិយាយផ្ដេសផ្ដាសអីអ្នកគ្រប់គ្រងចាងគាត់លួចរូបមន្តធ្វើបង្កងរបស់ខ្ញុំទៅប្រើតែគាត់ជាមនុស្សមិនល្អទេគាត់ចូលចិត្តកាត់បន្ថយគ្រឿងផ្សំខ្ញុំសូមណែនាំថាអ្នកកុំញ៉ាំច្រើនបងលីកុំនិយាយបង្កាច់ខុសបែបនេះគាត់គ្រាន់តែជាមនុស្សច្រណែនដែលឃើញខ្ញុំលក់ដែលកុំទៅខ្វល់អីមែនហើយតើអ្នកណាទៅលួចរូបរសជាតិនេះគឺជាស្នាដៃខ្ញុំបង្កើតផ្ទាល់រសជាតិបង្កងលើកនេះបើធៀបនឹងពេលមុនពិតជាខុសគ្នាខ្លាំងមែនតែខ្ញុំមិនសូវចាំរសជាតិដើមច្បាស់ទេដូច្នេះខ្ញុំក៏មិនដឹងថាត្រូវនិយាយយ៉ាងណាតើបងមានភស្តុតាងទេថាគាត់លួចរូបមិនបងគាត់មានភស្តុតាងឯណាទៅខ្ញុំឃើញទឹកមុខងឿងឆ្ងល់របស់អតិថិជនចាស់ខ្ញុំដឹងច្បាស់ថាឱកាសរបស់ខ្ញុំមកដល់ហើយនេះគឺជាបង្កងប្រឡាក់គ្រឿងដែលខ្ញុំធ្វើគឺជារសជាតិដែលអ្នកធ្លាប់ញ៉ាំពីមុនមកអ្នកអាចសាកល្បងប្រៀបធៀបបានដើម្បីដឹងថាអ្នកគ្រប់គ្រងចាងពិតជាលួចរូបមន្តខ្ញុំល្អតើយើងមកសាកប្រៀបធៀបរសជាតិបង្កងទាំងអស់គ្នារបស់ពិតគឺយើងអាចភ្លក់ដឹងបានអ្នកគ្រប់គ្រងចាងយល់យ៉ាងណាដែរបានតោះសាកមើលលីមីងឆឹងចាំមើលថាអញចង់លេងល្បិចអ្វីទៀតអ្នកទាំងអស់គ្នាសាកល្បងទាំងអស់គ្នាទៅវ៉ានេះហើយគឺជារសជាតិបង្កងដែលខ្ញុំធ្លាប់ញ៉ាំមែនហើយនេះហើយគឺជារសជាតិដើមបង្កងដែលខ្ញុំធ្លាប់ញ៉ាំពីមុនគឺរសជាតិបែបនេះឯងត្រូវហើយនេះទើបជារសជាតិពិតប្រាកដពេលប្រៀបធៀបបែបនេះហាងបង្កងមួយនេះគឺរសជាតិមិនត្រឹមត្រូវសោះមិនអាចទៅរួចទេខ្ញុំក៏ភ្លក់រាល់ថ្ងៃដែរកុំទៅជឿសម្ដីពួកគេអីតើវាមានរឿងអ្វីចាងយ៉ាង
ហើយអ្វីបានជាបង្កងរបស់លីមីងឆឹងឆ្ងាញ់ជាងខ្លាំងម្ល៉េះពេលប្រៀបធៀបបែបនេះបង្កងក្នុងហាងយើងដូចជាត្រាំទឹកអំបិលទាំងវិញទាំងប្រៃមិនក៏បែបនេះពេលខ្ញុំញ៉ាំពីមុនវាមិនខុសគ្នាខ្លាំងបែបនេះទេខ្ញុំដឹងថាពេលនេះចាងយ៉ាងប្រកាសជាកំពុងឆ្ងល់ខ្លាំងទាំងដែលប្រារូបមុនដូចគ្នាហើយអ្វីបានជាបង្កងរបស់គាត់ខ្លាយជាល្វីងនឹងប្រៃទៅវិញញ៉ាំមិនចុះសោះតែរបស់ខ្ញុំឆ្ងាញ់ខ្លាំងណាស់លោកចាងនៅហ៊ានប្រកែកទៀតថាអ្នកមិនបានលួចរូបមុនទោះបីជារសជាតិស្រដៀងគ្នាក៏តែគុណភាពវាខុសគ្នាឆ្ងាយណាស់អ្នកគ្រប់គ្នានាំគ្នាស្ដីបន្ទោសលោកចាងខ្ញុំសង្កេតឃើញទឹកមុខគាត់ពីខាងខ្លាយជាងុយហាក់ដូចជាកំពុងគិតគម្រោងអាក្រក់អ្វីមួយគាត់ក៏ចាប់ផ្ដើមញឹមបងប្អូនទាំងអស់គ្នាសូមស្ងប់ស្ងាត់បន្តិចថ្មីនេះការគ្រប់គ្រងគុណភាពយើងប្រហែលមានបញ្ហាមិនមែនមកពីរូបមុនទេថ្ងៃនេះសម្រាប់អតិថិជនទាំងអស់បញ្ចុះតម្លៃ 20% ហាងយើងនឹងផ្អាកលក់3ថ្ងៃដើម្បីកែលម្អដើម្បីទទួលខុសត្រូវចំពោះអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរលោកចាងទោះបីគ្មានសមត្ថភាពពិតប្រាកដតែរឿងបញ្ចុះបញ្ចូលមនុស្សគឺគាត់ពូកែណាស់ពេលឮពាក្យផ្អែមល្ហែមរបស់គាត់អ្នកគ្រប់គ្នាក៏នាំគ្នាចាក់ចេញទៅពេលហ្វូងមនុស្សបែកខ្ញែកគាត់ក៏ដើរមករកខ្ញុំដោយភាពក្រអឺតក្រទមឯងនៅចង់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៀតមែនទេកុំសង្ឃឹមឲ្យសោះហាងខ្ញុំធំអតិថិជនច្រើនឯងមកបង្កចំនួនរាល់ថ្ងៃក៏ខ្ញុំមិនខ្វល់ដែរខ្ញុំមិនបានមកបង្កចំនួនទេគឺមិត្តរួមភាគហ៊ុនរបស់លោកគឺកញ្ញាជីវជាជាអ្នកឲ្យខ្ញុំមកហើយមិនមែនខ្ញុំចង់បង្ខូចឈ្មោះលោកទេគឺឈ្មោះលោកវាស្អុយស្រាប់ទៅហើយខ្ញុំបើកកម្មវិធីវិតម្លៃទោះបីចំណាត់ថ្នាក់ហាងមិនទាន់ផ្លាស់ប្ដូរតែនៅលើបណ្ដាញសង្គមមានការរិះគន់អវិជ្ជមានជាច្រើនរសជាតិបង្គាហាងនោះពិតជាបដូរមែនលេងឆ្ងាញ់ហើយមែនហើយឥឡូវខ្ញុំញ៉ាំលេងចូលតែម្ដងតែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះលោកចាងអ្វីដែលលោកជំពាក់ខ្ញុំលោកត្រូវសង្វេញទាំងអស់អ្នកទាំងអស់គ្នាដឹងអត់នេះហើយបង្គាឆាដែលល្បីខ្លាំងនោះក្របវាធំប៉ុនកណ្ដាប់ដៃខ្ញុំពិតជាឆ្ងាញ់មែនឆ្ងាញ់ជាងហាងខាងទៀតឆ្ងាយបងប្អូនឲ្យទៅសាកទាំងនេះហើយទើបជាបង្គាឆារូបមុនសម្ងាត់ពិតប្រាកដហាងម្ខាងទៀតគឺនៅឆ្ងាយណាស់ត្រឹមតែ2ថ្ងៃប៉ុណ្ណោះហាងតូចរបស់ខ្ញុំពីគ្មានអ្នកស្គាល់ក៏ចាប់ផ្ដើមមានឥឡូវខ្លាយជាកន្លែងគេតម្រង់ជូរថតរូបទៅហើយយុវវ័យសម័យនេះពូកែខាងប្រៀបធៀបនឹងចែកចាយព័ត៌មានណាស់ពួកគេសម្រេចចិត្តដោយការទៅដល់កន្លែងផ្ទាល់ហើយដាក់ស្លាកថាហាងខ្ញុំជាហាងដើមលោកចាងមិនមែនលោកថាកិច្ចមុខពីថ្ងៃរឿងនឹងស្នប់ទៅវិញទេអ៊ីនធឺណិតវាគ្មានការចងចាំទេស្ងាត់មាត់ទៅឥឡូវអ្នកទាំងក្រុងកំពុងចាំមើលយើងបើកហាងត្រូវតែធ្វើឲ្យឈ្នះគេឲ្យបានដើម្បីបញ្ជាក់ថាហាងយើងជាហាងដើមពិតប្រាកដបើមិនអញ្ចឹងទេយើងចប់ហើយហាងបង្កងទាំងពីរនេះមួយជាប់ចំណាត់ថ្នាក់លេខ1មួយទៀតគ្រាន់តែជាតូបលក់តែអ្នកណាទៅដឹងហាងលេខ1នេះបែរជាលួចរូបមុនតូបនោះទៅវិញបងប្អូនឲ្យហាងនេះហើយជាហាងដើមពិតប្រាកដបង្កងធំហើយឆ្ងាញ់ទៀតហាងនោះគេកេងប្រវ័ញ្ចអតិថិជនទេកុំចាញ់បោកគេឲ្យវាទៅស៊ើបមើលវាទិញបង្កងមកពីណាបង្កងធំថោកបែបនោះលោកចាងខ្ញុំសួរគេហើយតែអ្នកចិញ្ចឹមបង្កងប្រាប់ថាគេលក់ឲ្យតែហាងនោះផ្ដាច់មុខយើងត្រូវទិញក្នុងតម្លៃ20 យ៉ន់ក្នុង1គីឡូតាមមិនបានអញ្ចឹងខ្ញុំមិនជឿថាគ្មានកន្លែងលក់បង្កងទេលោកចាងអញ្ជើញមកដល់ទីនេះសោះមកដើម្បីរៀនសូត្រមែនទេហាមីងឆឹងយើងជាមិត្តរួមថ្នាក់ចាស់គុំនិយាយបែបនេះអីរកស៊ីដាច់យប់ល្អណាស់មួយថ្ងៃលក់បានប៉ុន្មានដែរមិនចង់ចូលហ៊ុនមែនទេដាក់តម្លៃមកខ្ញុំនឹងទិញរូបមុននឹងប្រភពទំនិញទាំងអស់របស់ឯង1 សែនយ៉ន់គ្រប់ទេមិនគ្រប់ទេត្រូវតែ1 លានយ៉ន់ឯងចង់លេងល្បិចអី1 លានយ៉ន់រូបមុនដែលឯងឲ្យមកវាខុសមែនទេឯងលាក់ទុកខ្លះដើម្បីការពារខ្លួនពីខ្ញុំមែនទេខ្ញុំមិនដូចឯងទេមនុស្សពូកែល្បិចក៏រូបមុននោះគឺត្រឹមត្រូវហើយតែពួកឯងមិនចេះប្រើវាទេឯងនៅតែធ្វើជាអាតកំបាំងទៀតអញគិតថាអញល្បីបាន2ថ្ងៃហើយអស្ចារ្យណាស់មែនទេចាំមើលចុះដល់ពេលរឿងនេះស្ងប់ទៅទីនេះនៅតែជាដែនដីរបស់ខ្ញុំដដែលហើយអ្វីបានជាគាត់មិនយល់សោះរឿងលូកបង្កងនេះមិនមែនអាស្រ័យលើរូបមន្តទេគឺអាស្រ័យលើមនុស្សពីមិញមេងខ្ញុំបានឃើញព័ត៌មានហើយអ្នកល្បីខ្លាំងណាស់ខ្ញុំដឹងថាអ្នកធ្វើបាននេះទើបតែចាប់ផ្ដើមទេ
តែរឿងចាំងយ៉ាងខ្ញុំរមិតភ័ក្រនិយាយថាគាត់ត្រូវផ្អាកលក់3ថ្ងៃដើម្បីត្រៀមបើកលក់វិញជាមួយការបញ្ចុះតម្លៃធំអ្នកអាចទប់ទល់បានទេមិនអីទេខ្ញុំរងចាំថ្ងៃនេះយូរហើយខ្ញុំរងចាំតែថ្ងៃនេះឯងវីដេអូ live របស់ម៉ៃត្រូវបានគេចែកចាយពេញបណ្ដាញសង្គមអ្នកគ្រប់គ្នាជែកពីវាខ្លាំងណាស់ដើម្បីកុំឲ្យចាញ់ខ្ញុំគាត់គ្មានជំរឿក្រៅពីទៅរកអ្នកលក់បង្គាទេតែចរិតគាត់មិនចង់ខាតប្រាក់ចំណេញទេប្រហែលជាគាត់នឹងប្រថុយហើយថ្ងៃពុធក្រោយបើកលក់បង្គាហាងឡើងវិញបញ្ចុះតម្លៃ 50% អតិថិជនចាស់ថ្មីបើជួយសេនឹងថែមជូន1គីឡូទៀតបញ្ចុះតម្លៃ 50% គាត់ឈួតហើយទំហំបង្គាបែបនេះប្រកាសជាអាចឈ្នះហាងម្ខាងទៀតបានតែបង្គាគាត់ទាំងនេះប្រើបានមែនទេរសជាតិវាខុសគ្នាឆ្ងាយណាស់អ្នកល្ងងមែនគ្រាន់តែធ្វើទឹកគ្រឿងឲ្យខាប់ជាងមុនទៅយ៉ាងណាក៏គេចូលចិត្តរសជាតិខ្លាំងដែរអ្នកណាទៅដឹងប្អូនប្រុសបង្គាទាំងនេះគុណភាពល្អណាស់តាមដែលប្អូនប្រាប់ខ្ញុំត្រាំទឹកស្អាត24ម៉ោងហើយស្អាតល្អគ្រប់ក្បាលតែម្ដងអរគុណលោកចិនបូដែលបានហត់នឿយគ្រឿងផ្សំល្អទើបបានរសជាតិឆ្ងាញ់គោលការណ៍នេះមិនដែលផ្លាស់ប្ដូរទេចំណែកមនុស្សដូចចាងយ៉ាងគ្មានថ្ងៃយល់ពីវាឡើយមិត្តភក្តិទាំងអស់គ្នាឃើញទេនេះហើយទើបហៅថាសមត្ថភាពបញ្ចុះតម្លៃខ្លាំងមនុស្សម្នាសម្រុកមកពេញហាងលីមិនឈឹងហាងតូចរបស់អ្នកនៅទប់បានទេអញ្ជើញបងបង្គារបស់អ្នកបានហើយញ៉ាំឲ្យឆ្ងាញ់ណាស់ទំហំវាធំមែនធំជាងហាងម្ខាងទៀតទៅទៀតប្លែកណាស់រសជាតិក៏ហាក់មិនសូវត្រូវដែរតែមិនអីទេបញ្ចុះតម្លៃ 50% ហើយញ៉ាំទៅហាងធំម្លេះមិនលក់របស់ខូចឲ្យយើងទេមែនទេមិនអីទេថោកតើគេមិនថាអីទេអូយមិនក៏ឈឺពោះម្លេះខ្ញុំក៏ចង់ក្អួតដែរសៅតាឯងដាក់គ្រឿងខុសមែនទេអត់ទេលោកចាងខ្ញុំដាក់តាមលោកប្រាប់ទាំងអស់ម្ចាស់ហាងបង្គានេះមិនស្រស់សោះមិនអាចទៅរួចយើងប្រើតែបង្គាល្អបំផុតទេខ្ញុំនឹងដាក់ពិន្ទុអវិជ្ជមានមិនត្រឹមតែធ្វើមិនឆ្ងាញ់ជាងហាងគេសូម្បីតែចរិយាមាយាទក៏គ្មានដែរការបញ្ចុះតម្លៃ 50% របស់ចាងយ៉ាងមើលទៅដូចជាតាក់ទាញអតិថិជនខ្លាំងតែតាមពិតទៅគឺកំពុងតែជីកកប់ខ្លួនឯងហាងរបស់គេត្រូវបានដកចេញពីបញ្ជីហាងឆ្ងាញ់ភ្លាមដូចជាមិនដែលធ្លាប់មានវត្តមានហត់ហើយម្ចាស់ហាងនេះទិញមកផ្ញើមិនបានមកទីនេះមកមើលជ័យជំនះរបស់អ្នកហើយមកញ៉ាំបង្គាផងបង្គារបស់អ្នកពិតជាពិសេសមែនមីងឆឹងអ្នកដឹងទេថាក្នុងគ្រប់ថ្នាក់ញញៃអស់ហើយចៅថាលុយខ្ញុំបាត់បង់អស់ហើយមិត្តរួមថ្នាក់ម្នាក់ថានឹងទៅរកចាងយ៉ាងដើម្បីទារលុយវិញអ្នកទៀតថាបើដឹងថាគេមិនគួរឲ្យទុកចិត្តបែបនេះខ្ញុំមិនដាក់ទុនទេកាលនោះខ្ញុំក៏ធ្លាប់ហាមពួកគេដែរឥឡូវពួកគេស្ដាយក្រោយក៏ហួសពេលដែរហាងរបស់ចាងយ៉ាងបានបិទទ្វារទាំងស្រុងនៅថ្ងៃទី3នៃការបញ្ចុះតម្លៃគេឈ្មោះក៏រលាយមានចំនួនជាមួយម្ចាស់គេចង់រកផ្លូវកាត់ចុងក្រោយបែរជាធ្វើឲ្យខ្លួនឯងអស់ផ្លូវដើរចំណែកខ្ញុំគ្រាន់តែចង់ធ្វើការងារឲ្យបានល្អដើម្បីឲ្យសមនឹងអតិថិជនគ្រប់រូបម្ចាស់ហាងថែមមួយចានទៀតមីងឆឹងខ្ញុំមានរឿងចង់និយាយជាមួយអ្នកឯងមកធ្វើអីមីងឆឹងអាចខ្ចីលុយខ្ញុំ3សែនបានទេខ្ញុំអស់ផ្លូវដើរហើយនេះអ្នកណាមិនក៏មុខដូចម្ចាស់ហាងលក់បង្គាពីមុនម្លេះប្រើរបស់ខូចមកបោកប្រាស់អតិថិជនបែបនេះនេះហើយគេហៅថាធ្វើអីបាននឹងទៅវិញទៅខ្ញុំមិនឲ្យខ្ចីទេលីមីងឆឹងអញពិតជាចិត្តដាច់ណាស់ហៅថាបងប្អូនដែរឬពេលអញលួចរូបមុនខ្ញុំអញធ្លាប់គិតថាខ្ញុំជាបងប្អូនទេពេលអញយកលុយ800យ៉នមកឲ្យខ្ញុំអញធ្លាប់គិតថាខ្ញុំជាបងប្អូនទេពេលអញប្តឹងផ្ដោខ្ញុំដោយអយុត្តិធម៌អញធ្លាប់គិតថាខ្ញុំជាបងប្អូនទេវាអត់គុណហើយជន់ឈ្លីចិត្តល្អរបស់ខ្ញុំខំជួយអញឲ្យរួចផុតពីបញ្ហាតែអញបែរជាក្បត់ខ្ញុំឲ្យគេមកជំនួសកន្លែងខ្ញុំអញធ្លាប់ខ្វល់ពីពាក្យថាបងប្អូនដែរឬបើអញជាមនុស្សត្រឹមត្រូវក៏មិនធ្លាក់ដល់ចំណុចនេះដែរប្រហែលជាឥឡូវនេះអញបើកសាខាបានច្រើនហើយគួរឲ្យស្ដាយណាស់អញគ្មានវាសនាទេខ្ញុំសុំទោសមីងឆឹងខ្ញុំពិតជាធ្វើខុសចំពោះអញមែនចាំងយ៉ាងគេនៅទីនេះ
លុយ60,000 យន់ដែលជំពាក់ពួកយើងសងមកបើមិនអញ្ចឹងទេប្តីខ្ញុំលែងលះខ្ញុំហើយមែនហើយម៉ាក់ខ្ញុំសម្រាប់ពេលត្រូវការលុយណាស់ចាងយ៉ាងសងលុយមកវិញមកខ្ញុំគ្មានលុយទេខ្ញុំគ្មានលុយពិតមែនអ្វីមីងឆឹងឯងអាចមិនបានទេឯងកំពុងតែជោគជ័យបែបនេះជួយមិត្តចាស់ខ្ចីលុយបន្តិចបន្តួចមកមិត្តចាស់កុំថាឡើយខ្ញុំទៅពង្រេកហាងខ្ញុំពិតជាគ្មានលុយទំនេរទេម្យ៉ាងវិញទៀតកាលពីមុនខ្ញុំគិតពីមិត្តភាពខ្ញុំខំដាស់តឿនកុំឲ្យពួកឯងវិនិយោគតែអ្វីដែលខ្ញុំទទួលបានវិញគឺអ្វីគឺការមើលងាយនិងការប៉ុនប៉ងកំចាត់ខ្ញុំមិត្តភក្តិស្អីទៅមិត្តភក្តិរបស់ខ្ញុំមានតែស៊ីវ័យម្នាក់គត់ឃើញចាងយ៉ាងធ្លាក់ខ្លួនដល់ថ្នាក់នេះខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តទេមានតែការអាណិតគេបំផ្លាញខ្លួនឯងដោយសារភាពលោភលន់តែគេមិនដឹងទេថាការធ្វើជាមនុស្សត្រឹមត្រូវសំខាន់ជាងការរកលុយរហ័សមីងឆឹងខ្ញុំឆ្ងល់យូរមកហើយរូបមុននោះគេលួចពីឯងពិតមែនឬតែហេតុអ្វីបានជារសជាតិដែលគេវាខុសពីឯងឆ្ងាយម្ល៉េះរូបមុនគឺដូចគ្នាប៉ុន្តែមនុស្សម្នាក់មិនដូចគ្នាទេពេលវេលាក្នុងការដាក់គ្រឿងទេសគឺខុសគ្នាពិធីសាស្ត្រក្នុងការថែទាំផ្ទះគឺមានភាពខុសគ្នាបង្កងទឹកសាបគឺខុសគ្នាបើមិនប្រយ័ត្នទេទឹកប្រៃនឹងកាន់តែប្រៃទៅកាន់តែលំបាកទៅតាមពិតទៅគឺបែបនេះសោះរឿងជាច្រើនតែងតែមានលក្ខណៈមានតែរូបមុនលើផ្ទៃខាងក្រៅគឺគ្មានប្រយោជន៍ទេយល់ដឹងពីចំណុចលម្អិតកាត់ហើយនៅធ្វើឲ្យទៀតហា